ខ្ញុំចង់សួរទៅកាន់អ្នកទាំងអស់គ្នានៅសំណួរដ៏ឆោតមួយតើគ្នាធ្លាប់ឆ្ងល់ថាហេតុអីបានជាមនុស្សមួយចំនួនពេលខ្លះរឿងដែលមិនគួរខឹងផងក៏មកជាខឹងអារឿងដែលសាមញ្ញដែលមិនគួរយកចិត្តទុកដាក់ផងក៏មកជាអន់ចិត្តឬក៏ងក់ងល់អីចឹងណាតើទាំងអស់នេះវាកើតឡើងដោយសារគេដែរហើយប្រឈមជាមួយនឹងស្ថានភាពបែបហ្នឹងតើបើសិនជាយើងខ្លួនយើងនឹងជួបប្រទះជាមួយស្ថានភាពអញ្ចឹងថាយើងត្រូវគ្រប់គ្រងស្ថានភាពបែបនេះដោយរបៀបណាតែយើងនឹងបណ្ដោយឲ្យខ្លួនឯងខំធ្វើរឿងដែលមិនល្អឬក៏យើងគិតថាត្រូវរកវិធីដើម្បីដោះស្រាយអញ្ចឹងថ្ងៃនេះយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងអេពីសូតទី10ខ្ញុំសង្ឃឹមថាទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នានឹងមានពេលវេលាដ៏ល្អជាមួយនឹងខ្លួនឯងជាមួយនឹងមនុស្សដែលយើងស្រឡាញ់ក៏ដូចជាគ្រួសារអញ្ចឹងណាថ្ងៃនេះផងដែរខ្ញុំនាំនៅប្រធានបទមួយដែលវាគឺជាប្រធានបទមួយដែលខ្ញុំគិតថាវាមានសារៈប្រយោជន៍គួរសមសម្រាប់ការអភិវឌ្ឍខ្លួនមិនថាពេលមិនអ្នកស្ដាប់នៅក្នុងវ័យណាទេព្រោះវាពិតជាមួយដ៏ចម្បងមែនទែនវាសំខាន់ដោយប្រធានបទថ្ងៃនេះគឺខ្ញុំសូមឲ្យចំណងជើងថារៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងដូចខ្ញុំជជែកពីខាងដើមអញ្ចឹងថាមនុស្សមួយចំនួនគាត់ងាយនឹងជះឥទ្ធិពលទៅលើអារម្មណ៍របស់គាត់មែនទែនគាត់ងាយនឹងខឹងគាត់ងាយនឹងទទួលនៅអារម្មណ៍មិនសប្បាយចិត្តកើតទុក្ខលក្ខណៈអីចឹងទៅថាតើបើសិនជាយើងក្នុងនាមយើងជាមនុស្សដែលមានស្ថានភាពបែបអញ្ចឹងនៅពេលដែលយើងស្ថិតនៅក្នុងស្ថានភាពហ្នឹងតើយើងនឹងត្រូវដោះស្រាយយើងត្រូវជំនះបញ្ហាវាហ្នឹងដោយរបៀបម៉េចដល់ហេតុនេះហើយបានជាថ្ងៃនេះខ្ញុំយកប្រធានបទមួយហ្នឹងហើយខ្ញុំក៏បានពំនាំជាមួយនឹងចំណុច4ទៅ5ចំណុចដើម្បីជាតិចនិចក៏ដូចជាគន្លឹះដើម្បីធ្វើយ៉ាងណាយើងគ្រប់គ្រងអារម្មណ៍របស់យើងប្រកបទៅដោយប្រសិទ្ធភាពណាខ្ញុំចង់បញ្ជាក់ដែរថាក្នុងដំណើរជីវិតនៃការនៅប្រចាំថ្ងៃរបស់យើងហ្នឹងវាមានរឿងច្រើនណាស់ពួកយើងជាបុគ្គលជនធម្មតាយើងងាយនឹងខឹងងាយនឹងក្រោធងាយនឹងអន់ចិត្តហើយអារម្មណ៍ទាំងអស់ហ្នឹងវាចូលមកឆ្លាស់គ្នាចឹងថាវាយ៉ាងរ៉ានដុំវាត្រឡប់ចុះត្រឡប់ឡើងចឹងទៅមកខណៈនេះយើងអាចសប្បាយចិត្តស្រាប់តែពេលមួយទៀតយើងបែរជាកើតទុក្ខស្រាប់តែពេលទៀតយើងបែរទៅជាខឹងឬក៏អន់ចិត្តជាមួយនរណាម្នាក់អីចឹងទៅតើចំណុចទី1ដែលខ្ញុំនឹងបញ្ចែកម្លែកដល់អ្នកគ្នាជាគេដែរអញ្ចឹងដើម្បីរៀនគ្រប់គ្រងអារម្មណ៍យើងដំបូងដៃទាំងអស់គ្នាត្រូវកំណត់សម្គាល់តើពេលដែលយើងជួបប្រទះជាមួយនឹងអារម្មណ៍ដែលវាពិបាកក្នុងការគ្រប់គ្រងហ្នឹងយើងត្រូវ identify កំណត់តើវាជាប្រភេទអារម្មណ៍អីមួយជាក់លាក់យកឧទាហរណ៍ថាបើយើងខឹងយើងត្រូវតែដឹងថាយើងពិតជាខឹងមែនបើយើងអន់ចិត្តយើងត្រូវដឹងថាយើងពិតជាអន់ចិត្តមែនឬក៏យើងអត់សប្បាយចិត្តមិនពេញចិត្តមួយណាម្នាក់យើងទទួលយកការពិតចឹងណាអញ្ចឹងនៅពេលដែលទាំងអស់គ្នាអាចមានលទ្ធភាពក្នុងការតាមដានក៏ដូចជាកំណត់សម្គាល់នៃដំណើរការផ្លាស់ប្ដូរនៃអារម្មណ៍របស់យើងវាធ្វើឲ្យយើងយល់ថាតើប្រភពនៃបញ្ហាប្រភពនៃដំណើរដើមតោងដែលនាំមកយើងផ្លាស់ប្ដូរអារម្មណ៍ពីអារម្មណ៍មួយទៅអារម្មណ៍មួយទៀតក្នុងរយៈពេលដ៏ខ្លីហ្នឹងឬរយៈពេលដ៏វែងហ្នឹងវាអាស្រ័យលើអីម្ល៉េះហើយការដែលយើងព្យាយាមសង្កេតព្យាយាមកំណត់សម្គាល់អំពីអារម្មណ៍របស់យើងពីមួយខណៈមួយទៅខណៈមួយឲ្យបានច្បាស់ហ្នឹងវាធ្វើឲ្យយើងជំរុញទៅដល់ការស្គាល់ខ្លួនឯងជំរុញទៅដល់ការគ្រប់គ្រងក៏ដូចចាត់ចែងអារម្មណ៍របស់យើងប្រកបទៅដោយសណ្ដាប់ធ្នាប់ដែលមើលទៅវាមានប្រសិទ្ធភាពណាព្រោះទាំងអស់គ្នាសហគិតទាំងអស់គ្នាមួយខ្ញុំថាបើសិនជាក្នុងការនៅរបស់យើងបើយើងមិនដែលបណ្ដោយឲ្យការនៅរបស់យើងគ្រប់ដំណប់ទៅដល់ការសម្រេចចិត្តដោយផ្អែកទៅលើអារម្មណ៍របស់យើងអញ្ចឹងហើយវាពិតជាគ្រោះថ្នាក់មែនតើពីព្រោះហេតុអីធម្មតាទេអាហ្នឹងសភាពនៃចិត្តនៅពេលដែលយើងមិនពេញចិត្តអីមួយនៅពេលដែលយើងមានអារម្មណ៍ថាតូចចិត្តឬក៏មិនសប្បាយចិត្តអីមួយអាចិត្តរបស់យើងវាបញ្ជានៅអរម៉ូនសរីរាង្គកាយរបស់យើងឲ្យបញ្ចេញនៅអរិយាបថដែលមិនសមរម្យឧទាហរណ៍ថាមនុស្សម្នាក់គាត់ខឹងនៅមនុស្សម្នាក់ទៀតគាត់គុំគួនគាត់ខឹងក្រោធមែនទែនអញ្ចឹងខួរក្បាលរបស់សំទោខួរក្បាលអារម្មណ៍របស់គាត់ហ្នឹងបានបញ្ជាមកកាន់សាររាង្គកាយរបស់គាត់ឲ្យទៅវាយគេទៅធ្វើអីមួយដែលមិនសមរម្យដែលជាលទ្ធផលវាអាចនឹងនាំទៅរកភាពលំបាកវាពិតជាគ្រោះថ្នាក់មែនទែនកន្លែងហ្នឹងចំណុចទី2ក្រៅពីស្គាល់ពីអារម្មណ៍របស់យើងតើកន្លឹះឯគេដែលយើងគួរយកមកពិចារណាដើម្បីធ្វើការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងទាំងអស់គ្នានៅពេលបើអារម្មណ៍របស់យើងអត់ល្អនៅពេលដែលយើងអត់មានលំនឹងនៅផ្លូវចិត្តចំណុចមួយដែលខ្ញុំធ្វើការណែនាំទៅកាន់អ្នកនរគ្នាគឺព្យាយាមអនុវត្តការដកដង្ហើមឲ្យបានវិញយើងដកដង្ហើមមួយទៅមួយមកមិនចេញក៏ដឹងចូលក៏ដឹងទេណា
តែគាត់ថាយើងឲ្យដឹងថាពេលដែលយើងខឹងគឺយើងកំពុងតែបញ្ចេញនូវអរម៉ូនម្ល៉េះហើយយើងត្រូវព្យាយាមសម្រួលនៅអរិយាបថចរន្តឈាមរាងកាយអញ្ចឹងវានឹងធ្វើឲ្យទាំងអស់គ្នាដឹងស្វែងយល់អំពីដំណើរការនៃអារម្មណ៍របស់យើងយល់អាចខំភ្លាមយើងអត់គ្រប់គ្រងហើយយើងទៅធ្វើអីតាមតែការបញ្ជារបស់អារម្មណ៍របស់យើងឯងអញ្ចឹងគន្លឹះទី2គឺទាំងអស់គ្នាត្រូវព្យាយាមគ្រប់គ្រងនៅអារម្មណ៍របស់យើងតាមរយៈការដកដង្ហើមពីព្រោះការដកដង្ហើមហ្នឹងវានឹងជួយសម្រួលទៅដល់ភាពភ័យខ្លាចរបស់ទាំងអស់គ្នាក៏ដូចជាការគ្រប់គ្រងនៅដំណើរនៃចង្វាក់បេះដូងអញ្ចឹងនៅពេលដែលទាំងអស់គ្នាអាចបញ្ជាផ្លូវដង្ហើមបានល្អវាគឺជាគន្លឹះមួយដែលមានសារៈសំខាន់មែនទែនសម្រាប់ការគ្រប់គ្រងអារម្មណ៍របស់យើងឲ្យមើលទៅវាមានលំនឹងណាចូលទៅដល់ចំណុចមួយទៀតដែលខ្ញុំសូមមិនលើកយកមកនិយាយមិនបានគឺខ្ញុំត្រូវតែលើកយកមកនិយាយគឺនៅពេលដែលយើងត្រូវដឹងហើយថាយើងពិបាកគ្រប់គ្រងអារម្មណ៍ទាំងអស់គ្នាត្រូវទៅស្វែងរកអ្នកគ្រប់គ្រងអ្នកជួយយើងមានមនុស្សជាច្រើនណាស់ដែលគាត់ជ្រើសរើសបដិសេធក៏ដូចជាមិនខ្វាយខ្វល់ក្នុងការស្វែងរកជំនួយពីអ្នកដទៃដោយហេតុថាគាត់គិតថាអូខេគាត់អាចគ្រប់គ្រងបានគាត់គិតថាវាមិនមែនជាបញ្ហាដ៏ធំមិនមែនជាបញ្ហាចម្បងមកដល់ហើយគាត់សម្រេចចិត្តដោយមិនធ្វើការស្នើសុំជំនួយរបស់អ្នកដទៃមិនមែនថាជំនួយរបស់អ្នកដទៃគឺសិតតែអាចជួយដោះស្រាយបញ្ហាជីវិតរបស់យើងទេតែតិចក៏ដោយច្រើនក៏ដោយយើងគួរតែឲ្យតម្លៃទៅលើអ្នកនៅជុំវិញខ្លួនយើងត្រង់ថាមនុស្សពេលខ្លះយើងគិតមកយើងមកបែបយ៉ាងទៅអ្នកដទៃគេអាចគិតមកបែបអញ្ចឹងមនុស្សផ្សេងមានគំនិតផ្សេងគ្នាអញ្ចឹងចំណុចពិសេសរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទេគឺវាពិសេសមែនទែនដែលចំណុចនេះហើយវានាំមកឲ្យទាំងអស់គ្នាដើម្បីគ្រប់គ្រងអារម្មណ៍យើងបានល្អយើងត្រូវទៅរកអ្នកជំនាញដែលខ្ញុំថាស្វែងរកអ្នក support មានន័យទៅស្វែងរកអ្នកជំនាញអ្នកជំនាញខាងផ្នែកចិត្តសាស្ត្រអ្នកជំនាញខាងផ្នែកគ្រប់គ្រងអារម្មណ៍អ្នកប្រឹក្សាយោបល់លក្ខណៈអីចឹងទៅឬក៏យើងអាចស្វែងរកវិជ្ជបណ្ឌិតដែលគាត់មានជំនាញខាងផ្នែកផ្លូវចិត្តចឹងណាដែលតិចឬច្រើនដូចខ្ញុំនិយាយខាងដើមចឹងបើយើងឃើញវាជាបញ្ហាយើងអត់ដោះស្រាយទេបញ្ហាមួយនេះវានឹងរីកកាន់តែធំទៅបន្តិចម្ដងពេលខ្លះយើងអត់ទាំងបានចាប់ផ្លឹកថាយើងបានធ្វើខុសដោយសារតែយើងមិនធ្លាប់មានទម្លាប់ក្នុងការគ្រប់គ្រងអារម្មណ៍របស់យើងឲ្យមានសណ្ដាប់ធ្នាប់ផងចូលទៅដល់ចំណុចមួយទៀតក្រៅពីយើងចេះគ្រប់គ្រងអារម្មណ៍របស់យើងតាមរយៈការស្វែងរកជំនួយគ្រប់គ្រងអារម្មណ៍របស់យើងតាមរយៈការប្រើផ្លូវដង្ហើមក៏ដូចជាការសង្កេតអំពីប្រភេទនៃអារម្មណ៍របស់យើងហើយវិធីសាស្ត្រមួយនេះគឺពេញនិយមមែនទែនតើអ្នកអនុវត្តការ meditation ការសមាធិខ្ញុំបញ្ជាក់បន្តិចកន្លែងនេះខ្ញុំអត់ជំនាញទេខ្ញុំអត់បានតាំងខ្លួនខ្ញុំជាអ្នកជំនាញផ្នែក meditation ផ្នែកសមាធិទេគ្រាន់តែថាខ្ញុំឃើញចំណុចហ្នឹងមានការណែនាំច្រើនហើយខ្លួនខ្ញុំធ្លាប់សមាធិដែរប៉ុន្តែខ្ញុំមិនដែលបានធ្វើឲ្យវាខ្ជាប់ខ្ជួនអីខ្លាំងប្រហែលទេគាត់ថាខ្ញុំឃើញថាវាល្អមូលហេតុទី1គឺនៅពេលដែលយើងសមាធិគឺយើងតម្កល់ចិត្តយើងឲ្យមានលំនឹងអញ្ចឹងគឺយើងព្យាយាមពិនិត្យមើលអំពីហេតុផលធម្មជាតិយើងដឹងអំពីដំណើរដើមតងនៃអារម្មណ៍របស់យើងឧទាហរណ៍ថាពេលខ្លះយើងសមាធិដើម្បីស្វែងយល់អំពីថាតើបញ្ហាទាំងអស់ហ្នឹងវាកើតឡើងដោយសារអីវាវិវត្តអីវាមិនបានវាទៅជាអញ្ចឹងណាអញ្ចឹងការដែលសមាធិវានឹងជួយជំរុញឲ្យទាំងអស់គ្នាជួបស្វែងយល់អំពីលំដាប់លំដោយនៅផ្លូវអារម្មណ៍របស់យើងវាស្តៀងទៅនឹងការបញ្ជានៅខ្យល់ដង្ហើមអញ្ចឹងចូលទៅដល់ចំណុចចុងក្រោយដែលខ្ញុំគិតថាមូលហេតុមួយនេះវាធ្វើឲ្យអារម្មណ៍របស់យើងអត់ទៀងទាត់គឺដោយសារតែការនៅរបស់យើងវាពោពេញទៅដោយភាព stress វាភាពតានតឹងតប់ប្រមល់ណាអញ្ចឹងបើយើងមិនដែលបណ្ដោយការនៅរបស់យើងដោយមិនស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយភាពតានតឹងភាពតប់ប្រមល់ទេនៅពេលដែលយើងខឹងយើងងាយនឹងសម្រេចចិត្តអារម្មណ៍របស់យើងគឺបញ្ជាមិនមែនខួរក្បាលរបស់យើងជាអ្នកបញ្ជាយើងសម្រេចចិត្តទេពេលខឹងគឺយើងខឹងភ្លាមយើងខឹងនឹងនរណាម្នាក់យើងអន់ចិត្តនឹងនរណាម្នាក់យើងងាយនឹងវាអាចទៅលើគេថាវាល្អឬក៏មិនល្អវាមិនដែលខ្ញុំសូមប្រាប់ទាំងអស់គ្នាដែរថាបើមិនប្រយ័ត្នកន្លែងនេះទេទាំងអស់គ្នានឹងអាចនឹងជួបនៅលទ្ធផលដែលនៅស្មានមិនដល់ខ្ញុំឧទាហរណ៍ថានៅពេលដែលយើងធ្វើការយើងដឹងហើយថាពេលខ្លះយើងពិតជាខំគាត់ថាយើងធ្វើដល់គោលដៅនឹងអ្វីដែលគេចង់បានណាគេឲ្យជា feedback ដែលមើលទៅជួនទៅវាល្អជួនទៅវាមិនសូវល្អអញ្ចឹងក្នុងការនៃដែលមិនល្អស្ដាប់យើងប្រើអារម្មណ៍របស់យើងមកពេលដោយសារតែយើង stress ការងារផងគេគៀបសង្កត់យើងផងអញ្ចឹងវាធ្វើឲ្យយើងបង្ហាញនៅអិរិយាបថមួយមិនល្អទាំងអស់គ្នាបើសិនជាយើងធ្វើបាននេះយើងអាចនឹងប្រឈមទៅបានគេមិនឈប់
ឬក៏នឹងត្រូវបានគេ blacklist ឡើងអីចឹងទៅអញ្ចឹងចប់ហើយសម្រាប់ episode មួយនេះខ្ញុំកំពុងតែរៀនគ្រប់គ្រងអារម្មណ៍ខ្ញុំបានច្រើនបញ្ជាក់ម្ដងទៀតពួកយើងជាបទជនទេយើងអត់មែនជាព្រះអរហន្តទេយើងគឺជាបទជនមនុស្សធម្មតាមានសាច់មានឈាមមានបេះដូងសិតតែអាចនឹងខឹងក្រោធអីតែយ៉ាងណាមិញយើងនឹងព្យាយាមសង្កេតមើលទាំងអស់គ្នាទាំងខ្ញុំក៏ដូចជាប្រិយមិត្តដែលស្ដាប់តើយើងគួរតែស្វែងយល់វាម៉េចដើម្បីដោះស្រាយទៅលើការគ្រប់គ្រងអារម្មណ៍របស់យើងព្រោះអារម្មណ៍វាប្រៀបដូចជាខ្យល់បក់មកកាត់យើងអញ្ចឹងតែយើងមិនប្រយ័ត្នទេក្នុងការសម្រេចចិត្តរបស់យើងនឹងមិនយកខួរក្បាលរបស់យើងមកសម្រេចទេគឺយើងនឹងផ្អែកទៅលើអារម្មណ៍របស់យើងនៅក្នុងគណៈពេលណាមួយច្បាស់លាស់អញ្ចឹងទៅអរគុណច្រើនសង្ឃឹមថាទាំងអស់គ្នារីករាយក្នុងការស្ដាប់នៅក្នុង podcast នេះហើយយើងសង្ឃឹមនឹងជួបគ្នានៅក្នុង episode បន្តទៀតបាទសូមជម្រាបលា